សូមនមស្ការចំពោះលោកចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមបងប្អូនប្រុសស្រីទាំងអស់នៅទូទាំងពិភពលោកថ្ងៃនេះខ្ញុំប្រកាន់អាត្មាភាពនិមន្តមកជួបញាតិញោមបងប្អូនប្រុសស្រីនិងលោកចាស់គ្រប់ព្រះអង្គបន្ទាប់ពីប្រារព្ធនៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងរួចរាល់ហើយកាលពីថ្ងៃទី12ខែមេសាឆ្នាំ2025នៅសាលអូហ្វេលដិនខេត្តសូរិចយ៉ាងខ្ញុំអាត្មាភាពមិនមានអីទេគឺគ្រាន់តែនិមន្តមកដើម្បីថ្លែងអំណរគុណថ្លែងអំណរព្រះគុណនិងអរគុណលោកម្ចាស់គ្រប់ព្រះអង្គនិងញាតិញោមបងប្អូនប្រុសស្រីទាំងអស់ដែលបានអញ្ជើញនិងនិមន្តមកចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលផ្ចង់ផ្ដើមនិងរៀបចំឡើងដោយវត្តសង្ឃារាមនៃមណ្ឌលវប្បធម៌ខ្មែរនៃយើងតាមពិតទៅបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះគឺជាបុណ្យប្រពៃណីរបស់យើងទាំងអស់គ្នាជាបុណ្យរបស់យើងទាំងអស់គ្នាវត្តសង្ឃារាមនៃមណ្ឌលវប្បធម៌ខ្មែរយើងគ្រាន់តែផ្ចង់ផ្ដើមនាំបងប្អូនប្រុសស្រីទាំងអស់គ្នាឲ្យបានជួបជុំគ្នារួបរวมគ្នាហើយពិធីបុណ្យនេះក៏មិនអាចនឹងប្រព្រឹត្តទៅបានប្រសិនបើមិនមានលោកម្ចាស់គ្រប់ព្រះអង្គនិងញាតិញោមបងប្អូនប្រុសស្រីទាំងអស់នៅទូទាំងអឺរ៉ុបក៏ដូចជាប្រទេសផ្សេងមកចូលរួមទេក៏មិនអាចប្រព្រឹត្តទៅបានដូច្នេះខ្ញុំអាត្មាភាពតំណាងឲ្យគណៈកម្មការនៃមណ្ឌលវប្បធម៌ខ្មែរនៅស្វីសរបស់យើងសូមសម្ដែងនៅសមានចិត្តក៏ដូចជាអរគុណចំពោះញាតិញោមបងប្អូនប្រុសស្រីទាំងអស់ជាពិសេសគឺចាប់តាំងពីកិច្ចចាប់ផ្ដើមនៃការរៀបចំចាត់ចែងសពគ្រប់បែបយ៉ាងតាំងពីរៀបចំជួលសាលរហូតដល់ចាត់ចែងទិញអីវ៉ាន់របស់ផ្សេងដើម្បីធ្វើឲ្យដំណើរការនៅក្នុងពិធីបុណ្យហ្នឹងប្រព្រឹត្តទៅយ៉ាងរលូនរហូតដល់ថ្ងៃចូលកម្មវិធីមុនថ្ងៃចូលកម្មវិធីមួយថ្ងៃលោកម្ចាស់និងញាតិញោមបងប្អូនប្រុសស្រីក៏បានដុតដៃដុតជើងរៀបចំកាត់អក្សរតុបតែងមើលធ្វើម្ហូបអាហារនំចំណីផ្សេងដើម្បីត្រៀមលក់ជូនដល់បងប្អូនប្រុសស្រីទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីហ្នឹងហើយរហូតដល់មកថ្ងៃត្រៀមពិធីបុណ្យថ្ងៃសុក្រហ្នឹងក៏ញាតិញោមបងប្អូនប្រុសស្រីបានអញ្ជើញមករៀបចំសាលកូនក្មួយបងប្អូនទាំងអស់បានអញ្ជើញមករៀបចំសាលជូនអីវ៉ាន់ទុកដាក់សពគ្រប់បែបយ៉ាងទាំងអស់ចង្ក្រានជើងឆ្នាំងមូជៀនឆាសពគ្រប់បែបយ៉ាងហើយលើកតុកៅអីហ្នឹងគឺជាកម្លាំងសាមគ្គីដែលធ្វើឲ្យដំណើរនៃកម្មវិធីបុណ្យប្រពៃណីជាតិខ្មែររបស់យើងនេះបានប្រព្រឹត្តទៅមិនត្រឹមតែប៉ុណ្ណោះគឺនៅពេលដែលញាតិញោមបងប្អូនប្រុសស្រីថ្ងៃចូលកម្មវិធីបុណ្យហើយក៏ញាតិញោមបានរៀបចំម្ហូបអាហារចំណីចំណុកយកមកត្រៀមយកមកប្រគេនព្រះសង្ឃផងហូបនិងចែកជូនដល់ភ្ញៀវកិត្តិយសផងជួយទិញនៅនំចំណីបង្អែមទាំងអាបផ្សេងគឺក្នុងគោលបំណងដើម្បីទ្រទ្រង់នៅមណ្ឌលវប្បធម៌ខ្មែរនៃស្វីសរបស់យើងហើយមានទាំងចូលបុណ្យចាប់កុសលផលបុណ្យនៅក្នុងកិច្ចការងារទាំងអស់ហ្នឹងហើយមិនត្រឹមតែប៉ុណ្ណោះញាតិញោមបងប្អូនប្រុសស្រី
បានរៀបចំជួយចាត់ចែងនឹងហើយជាពិសេសគឺតាំងពីចង្ក្រានជើងឆ្នាំងរៀបចំបងប្អូនតន្ត្រីករហើយសិល្បករទាំងអស់ទាំងរបាំបុរាណខ្មែរទាំងរបាំប្រពៃណីហើយទាំងដូរតន្ត្រីសម័យទាំងអស់ហ្នឹងក៏ជាការរួមចំណែកដែលធ្វើឲ្យពិធីបុណ្យប្រពៃណីជាតិខ្មែរយើងប្រព្រឹត្តទៅយ៉ាងល្អណាហើយបន្ទាប់ពីចប់កម្មវិធីហើយក៏ញាតិញោមបងប្អូនប្រុសស្រីកូនក្មួយទាំងអស់បានដុតដៃដុតជើងរៀបចំបោសជូតសម្រាមលើកតុកៅអីសពគ្រប់បែបយ៉ាងទាំងអស់លាងចានឆ្នាំងប្រមូលសពគ្រប់បែបយ៉ាងទាំងអស់ដើម្បីរៀបចំសារប្រគល់ឲ្យគេវិញហើយក៏ដឹកជញ្ជូនចានឆ្នាំងរបស់របរមកដាក់វត្តដាក់តាមទីកន្លែងផ្សេងទៅតាមតម្រូវការដូច្នេះទាំងអស់នេះគឺជាអ្វីដែលយើងទាំងអស់គ្នាជាគណៈកម្មការវត្តសង្ឃីរាមនៃមណ្ឌលវប្បធម៌ខ្មែរមិនអាចបំភ្លេចបានទេអញ្ចឹងខ្ញុំទាំងអស់គ្នាទាំងព្រះសង្ឃអាចារ្យគណៈកម្មការគ្រប់រូបគ្រប់អង្គទាំងអស់ហ្នឹងគឺមានតែថ្លែងអំណរគុណនិងអរព្រគុណចំពោះលោកចាស់គ្រប់ព្រះអង្គញាតិញោមបងប្អូនប្រុសស្រីទាំងចាស់ទាំងក្មេងទាំងយុវជនយុវនារីចង្ក្រានជើងឆ្នាំងទាំងអ្នកដែលបានរួមចំណែកទាំងអស់ទាំងបងប្អូនប្រុសស្រីទាំងអស់ដែលបានអញ្ជើញមកចូលរួមរាំសប្បាយចូលរួមធ្វើបុណ្យទានចាប់កុសលផលបុណ្យនិងចូលរួមញ៉ាំងឲ្យកម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូននេះគឺជាវិសេសវិសាលដែលរកអ្វីមកប្រៀបផ្ទឹមពុំបានទេអញ្ចឹងខ្ញុំទាំងអស់គ្នាជាគណៈកម្មការអាចារ្យប្រសង់ទាំងអស់ទាំងអស់អង្គទាំងអស់អ្នកហ្នឹងគឺមានតែសូមថ្លែងអំណរគុណអរព្រគុណចំពោះលោកម្ចាស់និងញាតិញោមបងប្អូនប្រុសស្រីទាំងអស់សូមឲ្យសង្ឃឹមថាឆ្នាំក្រោយទៀតបងប្អូនយើងនឹងបានប្រារព្ធធ្វើនៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងរួមគ្នាហើយមិនត្រឹមតែប៉ុណ្ណោះក៏សូមឲ្យយើងខ្ញុំទាំងអស់គ្នាក៏សូមជូនពរប្រគេនពរលោកម្ចាស់និងញាតិញោមបងប្អូនប្រុសស្រីកូនក្មួយទាំងអស់សូមឲ្យជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនជាពិសេសគឺសូមឲ្យទេវតាឆ្នាំថ្មីតាមជួយថែរក្សាលោកម្ចាស់និងញាតិញោមបងប្អូនប្រុសស្រីគ្រប់ក្រុមគ្រួសារសូមឲ្យជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើន